4សំណួរមុនសម្រាប់ចាត់ទិញត្រាក់ទ័រសំណួរទី1ហេតុអ្វីពុកម៉ែបងប្អូនត្រូវការត្រាក់ទ័រសំណួរទី2តើចង់បានត្រាក់ទ័រប្រភេទណាសំណួរទី3តើចង់ទិញថ្មីឬក៏មកទឹកនិងសំណួរទី4តើទិញដោយរបៀបណាអញ្ចឹងកុំឲ្យខាត់ពេលយូរខ្ញុំបាននឹងឆ្លើយទាំង4សំណួរខាងលើជូនពុកម៉ែបងប្អូនបាទសំណួរទី1នេះសួរថាហេតុអ្វីពុកម៉ែបងប្អូនត្រូវការត្រាក់ទ័រសំណួរនេះដែរគឺចង់រំលេចសួរថាតើពុកម៉ែបងប្អូនចង់បានត្រាក់ទ័រនេះប្រើសម្រាប់ជាលក្ខណៈគ្រួសារឬក៏ប្រើសម្រាប់ជាលក្ខណៈគ្រួសារផងនិងរកចំណូលពីខាងក្រៅផងបាទសម្រាប់សំណួរទី2តើចង់បានត្រាក់ទ័រប្រភេទណាសំណួរនេះដែរគឺចង់សួរថាពុកម៉ែបងប្អូនចង់បានត្រាក់ទ័រប្រភេទពងជង្គង់ឬក៏ពងត្រង់ហើយមានឧបករណ៍អីខ្លះមានប៉ែលមានគល់មានគប់សំណួរទី3នេះតើចង់ទិញថ្មីឬក៏មកទឹកបាទសម្រាប់ត្រាក់ទ័រថ្មីមិនជាបញ្ហាសម្រាប់ពុកម៉ែបងប្អូនទេដោយសារតែមានការធានាពីក្រុមហ៊ុនរយៈពេល1ឆ្នាំឬ1500ម៉ោងមានការផ្ដល់ជូននៅសេវាកម្មជាងរយៈពេល2ឆ្នាំដែលឥតគិតថ្លៃនិងផ្ដល់ជូននៅសេវាកម្មផ្សេងទៀតជូនពុកម៉ែបងប្អូនតែសម្រាប់ត្រាក់ទ័រមកទឹកយើងត្រូវត្រៀមចិត្តសម្រាប់ជួសជុលវាបាទហើយយើងត្រូវដឹងពីប្រភពរបស់ត្រាក់ទ័រហ្នឹងមកពីតាណាបាទហើយយើងត្រូវត្រៀមសម្រាប់ខាតពេលក្នុងការជួសជុលវាហើយមួយទៀតនោះគឺมันមានការធានាពីក្រុមហ៊ុនទេបាទសម្រាប់សំណួរទី4តើទិញដោយរបៀបណានៅក្នុងសំណួរនេះដែរយើងមាន2ជម្រើសទី1គឺយើងទិញដោយលុយសុទ្ធទី2ទិញដោយបង់រំលោះបើលុយសុទ្ធមិនជាបញ្ហាទេក៏ប៉ុន្តែបើសិនជាបង់រំលោះយើងត្រូវគិតមើលទី1តើការប្រាក់ប្រមាណបង់រយៈពេលប្រហែលឆ្នាំហើយលុយចូលរួមនឹងប្រមាណហើយការសងត្រឡប់នឹងរបៀបម៉េចបើសិនពុកម៉ែបងប្អូនមានចម្ងល់ពាក់ព័ន្ធនឹងសំណួរទាំង4ខាងលើឬក៏ចង់សាកសួរព័ត៌មានអំពីត្រាក់ទ័រអាចខមមិននៅខាងក្រោមឬក៏ខលមកខ្ញុំបាទផ្ទាល់តាមរយៈលេខទូរស័ព្ទ097 2660ឬមួយខ្សែទៀត071 444 5944សូមអរគុណសូមជម្រាបលាត្រាក់ទ័រចនឌីជាទំនុកចិត្តរបស់លោកអ្នកនាំចូលនឹងចែកចាយផ្ដាច់មុខដល់ក្រុមហ៊ុន RMA Cambodia